អក្សរសាស្ត្រខ្មែរថ្នាក់ទី11អត្ថបទស្ដាប់រឿងជីវិតជនទុរគតខណៈនោះសភាពបុរសฮืហាម្នាក់បានដើរចេញមកពីក្នុងហាងដោយលក្ខណៈពោពេញទៅដោយការប្រហើនកង្កាចបុរសនេះឈប់ឈរត្រឹងក្នុងខណៈដែលឃើញសំឈរទៅផ្លូវចេញចូលហើយក៏យកដៃច្រានដើមទ្រូងសំធ្វើឲ្យខ្ទាតចេញជាចេញទៅបុរសនោះនិយាយរូបរាងនៅរឹងប៉ឹងអញ្ចឹងក៏តែដើរសុំទានគេកើតដែរណោះរួចហើយទៅសភាពបុរសនោះក៏ដើរតម្រង់ទៅរករថយន្តយីហោអាមេរិករបស់គេដែលចតចាំនៅចិញ្ចើមថ្នល់ជិតហាងនោះអ្នកបើកបររថយន្តបានបើកទ្វារជូនបុរសនោះសំខាំមើលហើយក្តាប់ដៃណែនសំគិតថាខោអាវរហេរយីរយ៉ៃធ្វើឲ្យអ្នកដតីគិតថាខ្លួនជាស្មោមយីចកទាំងដែលខ្លួនមិនដែលសុំទានអ្នកណាបានមួយសេនសោះឡើយអោណោមនុស្សយើងនេះគេមិនវះនៃអំពើល្អបរិសុទ្ធទេគេបែជីវរកម្រិតល្អដោយមាសប្រាក់កែវកងនិងសម្ពត់អាវសាវស្បៃទៅវិញបើទុជាអ្នកនោះប្រព្រឹត្តអាក្រក់យ៉ាងណាក៏ដោយណោសំគិតទាំងមួម៉ៅអញធ្វើជាមនុស្សល្អមកយូរយារណាស់មកហើយតែសេចក្តីល្អនោះមិនដែលឲ្យផលអីដល់អញសោះអញត្រូវតែជួយខ្លួនអញឲ្យរួចពីសេចក្តីស្លាប់ក្នុងគ្រានេះម្ដងសិនសេចក្តីស្រេកឃ្លានបានបង្ខំចិត្តគំនិតរបស់សំឲ្យប្រែប្រួលផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃភ្លាមភ្នែកទាំងពីររបស់សំប្រែទៅជាក្រហមហើយស្រវាំងព្រិលសំបានដើរចេញពីកន្លែងនោះហើយបានទៅដល់មុខរោងភាពយន្តតារាដោយទឹកមុខស្រពោនក្រៀមក្រំពេលនោះកើបជួនជាភាពយន្តដល់ពេលចប់រឿងមនុស្សម្នាទាំងឡាយប្រជ្រៀតគ្នាចេញពីរោងភាពយន្តដល់ពេលចប់រឿងសំក្រឡេកមើលទៅឃើញបុរសស្ត្រីក្នុងវ័យកណ្ដាលពីរនាក់កំពុងប្រជ្រៀតគ្នាចេញមកពីក្នុងរោងភាពយន្តដែរបុរសនិងស្ត្រីទាំងពីរនាក់នេះតែងខ្លួនរៀបរយស្រគត់ស្រគំមានបែបភាពបង្ហាញឲ្យដឹងថាជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំស្ត្រីមានរូបរាងធាត់បន្តិចហើយនាងកាន់កាបូបស្បែកក្រពើនៅដៃខណៈនោះសំកាត់ចិត្តប្រព្រឹត្តនៅអំពើទុច្ចរិតភ្លាមដោយនឹកជឿជាក់ថានៅក្នុងកាបូបស្បែកក្រពើនោះបើហោចណាស់ក៏គង់មានប្រាក់ល្មមនឹងជួយជីវិតខ្លួនឲ្យបានរួចផុតពីការដាច់ពោះស្លាប់បានមួយពេលដែរអំណាចនៃសេចក្តីអាក្រក់ថោកទាបបានកើតឡើងដល់ចិត្តគំនិតរបស់សំហើយសំដើរសសៀចូលទៅចិត្តហើយក៏កញ្ឆក់កាបូបស្បែកក្រពើយកចេញពីដៃនៃស្ត្រីនោះភ្លាមជួយផងស្ត្រីនោះស្រែកឡើងចូលឆក់សំរត់យ៉ាងលឿនចូលទៅក្នុងសារមន្ទីរជាតិសំកំពុងតែប្រថុយខ្លួននឹងគុច្រវាក់ព្រោះការស្រេកឃ្លានអ្នករត់ទាំងឡាយគេរត់ប្រណាំងប្រជែងគ្នាយករង្វាន់តែសំរត់ព្រោះឆក់ប្រាក់ដើម្បីនឹងយកទៅទិញអាហារបរិភោគដែលប្រែសេចក្តីថារត់ប្រណាំងនឹងការដាច់ពោះស្លាប់គ្រានោះជាគ្រាដំបូងបំផុតក្នុងជីវិតដែលបើកឆាកនៃការប្រព្រឹត្តទុច្ចរិតខុសគន្លងច្បាប់ប្រជាជននិងភ្នាក់ងារប៉ូលីសបានរត់ដេញតាមក្រោយសំបានរត់កាត់ទៅខាងក្រោយសារមន្ទីរជាតិឆ្លងទៅដល់សាលារចនាសភាពងងឹតបានជួយឲ្យសំកិច្ចខ្លួនរួចផុតពីការចាប់ចងយ៉ាងគួរឲ្យព្រឺខ្លួនសំបានចូលទៅសំងំពួននៅជិតរោងថែវខាងក្រោយសាលារចនាហើយបើកកាបូបហូតយកលុយទាំងអស់មកដាក់នៅក្នុងហោប៉ាវអាវក្រោយពេលបោះកាបូបចូលហើយសំក៏ដើរចេញពីកន្លែងនោះភ្លាមសំបានរួចខ្លួននៅពេលដែលបានហែករបងអំពិលទឹកខាងជើងដើរចេញទៅសំនឹកអៀនខ្មាស់ខ្លួនឯងយ៉ាងខ្លាំងព្រោះនឹកដល់កំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួនសំធ្លាប់បានបដិញ្ញាចិត្តថាបើទុកជាក្រលំបាកយ៉ាងណាក៏សុខចិត្តតែពីប្រកាន់នៅសិលធម៌មិនប្រព្រឹត្តអាក្រក់តែពេលនេះសំត្រូវធ្វើជាចោរឆក់របស់គេក៏ព្រោះសេចក្តីស្រេកឃ្លានយ៉ាងខ្លាំងដែលធ្វើឲ្យសំអប់ទ្រាំមិនបាន
អ្នកដែលមិនធ្លាប់អត់បាយរមែងមិនដឹងថាសេចក្តីស្រេកឃ្លាននោះវាមានអានុភាពយ៉ាងណាឡើយដកស្រង់ចេញពីរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វគ្គទី14សិលធម៌និងដំបាយទំពើទី145ដល់148លោកសួនសុរិន្ទឆ្នាំ1961